ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកសង្ខេបវីដេអូដែលបានទៅដើរលេង trip មួយដែលមានរយៈពេលមួយយប់និង2ថ្ងៃនៅរដ្ឋ Virginia ហើយសមុទ្រដែលខ្ញុំទៅនេះគឺគេហៅថា Virginia Beach ទីក្រុង Virginia Beach នេះគឺជាទីក្រុងមួយដែលមានប្រជាជនរស់នៅច្រើនគួរសមដែរបងប្អូននៅរដ្ឋ Virginia នេះហើយជាទីក្រុងទេសចរមួយដែលល្បីមែនទែនដូចជារូបសំណាក់នេះអីចឹងគឺល្បីណាស់ហើយមកដល់កន្លែងនេះមិនមែនត្រឹមតែមានឆ្នេរសមុទ្រទេមានកន្លែងក្មេងលេងដូចយើងនៅខ្មែរអញ្ចឹងណាបងប្អូនមានជីកត្រកមានគប់ព្រួញយកនេះកតុកកតាអីចឹងទៅមានកន្លែងអង្គុយញ៉ាំអីផ្សេងអញ្ចឹងទៅណាបងប្អូនហើយខ្ញុំចូលមកញ៉ាំអីហើយឥឡូវត្រឡប់ទៅសមុទ្រវិញហើយត្រឡប់ទៅសមុទ្រវិញនេះគឺក្រុមប៉ូលីសបងប្អូនឃើញអញ្ចឹងប៉ូលីសនៅតាមឆ្នេរសមុទ្របងប្អូនកុំចង់លេងសើចនៅឆ្នេរសមុទ្រក៏គេមានប៉ូលីសរបស់គេដែរបងប្អូនហើយបន្ទាប់ពីលេងឆ្នេរហើយគឺខ្ញុំចេញទៅរកអីញ៉ាំនៅពេលល្ងាចហើយនេះទេសភាពទីក្រុងគេស្អាតមែនតើបងប្អូនអើយស្អាតឡើងខ្ញុំសឹងថាចង់រើពី Rhode Island ទៅនៅ Virginia វិញហ្នឹងហើយបងប្អូនហើយនេះផ្ទះគេបងប្អូនអូយទេសភាពស្អាតមែនតើហើយថ្ងៃដែលខ្ញុំទៅនេះគឺល្ងាចបើកថ្ងៃស្អាតមែនតើអញ្ចឹងថតឲ្យបងប្អូនមើលហើយកន្លែងនេះកន្លែងគេញ៉ាំអីបែបលក្ខណៈពួកអាមេរិកាំងបែបអាមេរិកាំងហ្មងបងប្អូនធម្មតានៅសហរដ្ឋអាមេរិកជាទូទៅមានគ្រប់ជាតិសាសន៍តែនេះមករបៀបដូចយើងអាមេរិកាំងសអញ្ចឹងណាអង្គុយឈិលនៅក្រៅផឹកបៀអញ្ចឹងទៅណាបងប្អូនហើយគេរបៀបថាគេមាននេះដូចជាយើងហៅ hamburger នៅនេះអត់ទេបងប្អូនអញ្ចឹងហៅ sandwich ទាំងអស់ហើយនេះគឺ pizza ហើយយើងមាន chicken wing ហើយចឹងទៅហើយញ៉ាំរសជាតិគេឆ្ងាញ់ប្រមាណបងប្អូនហើយព្រឹកស្អែកគឺបន្ទាប់ពីញ៉ាំអីពេលព្រឹកហើយគឺចេញហើយចេញឥឡូវនេះគឺចង់ថតឲ្យបងប្អូនមើលនឹងគេហៅ tunnel ហ្នឹងមិនได้ថាយើងជិះលើស្ពានសុកទេណាបងប្អូនប៉ុន្តែស្រាប់តែយើងជិះចូលក្រោមសមុទ្រវិញឥឡូវបងប្អូនគិតមិនដែររំភើបអត់អាហ្នឹងគឺមើលទៅអស្ចារ្យមែនតើណាបងប្អូនហើយស្ពាននេះក៏ជាស្ពានប្រវត្តិសាស្ត្រមួយដែរបងប្អូនសម្រាប់សហរដ្ឋអាមេរិកដែលការធ្វើតាំងពីជំនាន់ឆ្នាំ1960ជាងអញ្ចឹងស្ពាននេះគឺល្បីមែនតើអញ្ចឹងណាបងប្អូនខ្ញុំចេះហៅច្រឡំស្ពានតែពិតគេហៅ Tunnel Bridge បានន័យថា Tunnel ផង Bridge ផងហើយបងប្អូននេះទេសភាពស្រុកស្រែរបស់គេព្រោះខ្ញុំជិះមកវិញខ្ញុំជិះតាមផ្លូវលេខ13អូយបងប្អូនអើយផ្លូវលេខ13ហ្នឹងកាត់រដ្ឋ Delaware គឺទេសភាពបែបស្រុកស្រែស្អាតមែនតើបងប្អូនហើយនេះគឺផ្ទះគេធ្វើថ្មីអញ្ចឹងណាហើយមានតម្លៃត្រឹមតែ$40,000នេះទេតម្លៃនៅសហរដ្ឋអាមេរិកត្រឹម$40,000នេះសមរម្យបងប្អូនហើយផ្ទះគេស្អាតហើយគេរស់នៅជាលក្ខណៈដូចយើងនៅខ្មែរបុរីអញ្ចឹងណាហើយគេមានបឹងគេមានអីទៅហើយផ្ទះនៅនេះដែលខ្ញុំថតឲ្យបងប្អូនមើលណាបងប្អូនកន្លះម៉ោងឯងដល់សមុទ្រហើយដែលចិត្តហាប់បតពីនេះគ្នាហើយកន្លែងនេះកន្លែងល្បីមួយដែររបស់រដ្ឋDelaware First State ដែរបងប្អូនហើយទីក្រុងគេចូលមក clean ហ្មងព្រោះនេះជាទីក្រុងដែលជាប់សមុទ្រដែរណាបងប្អូនទៅណាក៏ទឹកដែរនេះមិញនឹងស្អាតណាស់មានកន្លែងគេជិះទូកលេងតាមភូមិផងមានអីផងឃើញស្អាតណាស់អានេះមកទីប្រជុំជនគេបន្តិចស្អាតមែនតើហើយនោះគឺរូបindigenous people ឯនោះ American Indian នេះក៏ដាក់នៅកណ្ដាលណែបងប្អូនអានេះអត់បញ្ចូលសលេងទេណាព្រោះចង់ឲ្យបងប្អូនស្ដាប់សំឡេងទឹកសមុទ្រនេះគឺសមុទ្រមួយដែលហៅថាខ្ញុំភ្លេចឈ្មោះបាត់ទៀតទេនេះ Bethany Beach បងប្អូននៅរដ្ឋ Delaware យើងហ្នឹងនេះបងប្អូនឃើញទេស្អាតណាស់ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងឃើញគេឲ្យធ្វើក្តារដើរយើងនេះជាមួយនឹងធម្មជាតិទេហើយស្មៅនេះអីគេអត់ដកចេញទេណាបងប្អូនតិចច្រឡំណាអានេះអត់ទេគេទុកឲ្យធម្មជាតិហ្នឹងហ្មងគេអត់មានទឹកកាយកោះអីធ្វើឆ្នេរចាក់ខ្សាច់ចាក់អីអត់ទេគឺចឹងហ្មងហើយកន្លែងនោះអត់មានបានគេឲ្យធ្វើផ្ទះទៅតែកន្លែងនេះគឺជាសម្បត្តិរបស់រដ្ឋសាធារណៈអញ្ចឹងអ្នកណាក៏អាចចូលមកបានដែរអញ្ចឹងណាហើយនេះខែក្តៅហើយទៅទៀតក្តៅក៏តែខ្លាំងមនុស្សមកតែច្រើនបងប្អូនឃើញអត់បងប្អូនសមុទ្រគេស្អាតខ្លាំងណាស់បងប្អូនហើយនេះគឺបន្ទាប់ពីដើរលេងសមុទ្រយើងដើរលេងតាមភូមិគេនៅចិត្តសមុទ្រអញ្ចឹងណារមើលអីញ៉ាំដូចជាការ៉េមដូចជាវត្ថុអនុស្សាវរីយ៍អីចឹងទៅហើយខ្ញុំចូលចិត្តដើរលេងរបៀបអញ្ចឹងបងប្អូនពួកអីយើងបានដឹងពីប្រវត្តិសាស្ត្ររបៀបរបបនៃការរស់នៅតំបន់មនុស្សនីមួយរបៀបដូចថា
ពីតំបន់មួយទៅតំបន់មួយគេរស់នៅបែបម៉េចខ្ញុំចិត្តហើយនេះឃើញទេគេថាទេសភាពស្អាតច្រើនយើងអាចសិក្សាយើងអាចស្វែងយល់ពីច្រើនណាស់ឲ្យតែយើងបានដើរលេងសំខាន់អញ្ចឹងណាបងប្អូនណែហើយដល់ពេលមកដល់នេះចិត្តសមុទ្រមែនតើផ្ទះគឺថ្លៃបងប្អូននេះឆែកមើលសិតតែ4លានអីនេះបងប្អូនឃើញនេះហើយនេះក៏ឆ្លៀតចូលដែរឆ្លៀតចូលច្រើនមែនតើបានច្រើនឆ្នេរនៅម្ដុំរដ្ឋ Delaware នេះបងប្អូននៅសហរដ្ឋអាមេរិកគាត់ប្រហែលជាដឹងហើយរដ្ឋ Delaware គឺជាប់សមុទ្រវែងមែនតើដោយសាររដ្ឋទូចមែនប៉ុន្តែផ្ទៃដីគឺគ្រប់កន្លែងសិតតែសមុទ្រអញ្ចឹងណាបងប្អូនហើយយ៉ាងទៅក៏ជិះចូលមើលទៅឃើញរបៀបរបបនៃការចតឡានរបៀបរបបនៃការតុបតែងហាងគឺគេអត់ធ្វើឲ្យបាត់សោភ័ណភាពទេហើយនេះបងប្អូនហើយនិយាយបន្តិចចោះបន្ទាប់ពីទៅស្រុកស្រែដើរលេងតាមឆ្នេរអីហើយមកដល់នេះទីក្រុងPennsylvania យើងវិញនេះទីក្រុង Philadelphia នេះគឺអូដល់កបងប្អូន7លែននៅស្ទះទៀតណានេះគឺជីវិតអ្នកនៅទីក្រុងហើយភាគច្រើនបងប្អូនខ្មែរយើងបងប្អូនដែលជាជនតាវេសយើងមកភាគច្រើនគឺយើងនៅទីក្រុងហើយព្រោះស្រួលរកការងារធ្វើអីចឹងណាបងប្អូននេះជាធាតុពិតហើយយើងរស់នៅតាមបែបយើងទៅហើយបើសិនជាគេអ្នកធូធាគេអីគឺគេនៅបែបឆ្ងាយពីក្រុងអាហ្នឹងណានេះគឺជារបៀបការរស់នៅសហរដ្ឋអាមេរិកបងប្អូនភាគច្រើននៅអាមេរិកក៏ដឹងហើយគាត់ថាភាគច្រើនឲ្យតែអ្នកគេរៀងធូធាគឺគេចាក់ចេញពីទីក្រុងធំហើយបើអ្នកយើងទៅមកឬមួយក៏អ្នកយើងថ្មីថ្មោងអីចង់រស់ស៊ីចង់អីគឺយើងស្វាតមករកទីក្រុងអញ្ចឹងណាបងប្អូនហើយជួបគ្នាវីដេអូក្រោយអរគុណច្រើន